ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយសាច់រឿង anime ចឹងនៅថ្ងៃនេះខ្ញុំនឹងមកសម្រាយបន្តទៅកាន់សាច់រឿង anime របស់យើងបន្តទៀតពេលដែល Root Luna រួមជាមួយនឹង Nin ពួកគេកំពុងតែដើរនៅក្នុងទីក្រុងហ្នឹងក៏បានគិតទៅដល់រឿងការពីមិនសមមិញពេលដែលពួកគេហ្នឹងគឺវិភាសាគ្នាអំពីរឿងនឹងធ្វើដំណើរដើម្បីទៅកម្ចាត់បិសាចដែលនៅក្នុងរូងភ្នំហើយគោលបំណងរបស់ Root ហ្នឹងគឺថាគេចង់ទៅជួយជាមួយនឹងបិសាចចុងក្រោយបែបផ្សះផ្សាគ្នាហើយនឹងមិនប្រយុទ្ធគ្នានោះទេរបស់យើងហ្នឹងគឺថាគេចង់ទទួលបាននៅថ្មវេទមន្តមួយហើយវាហ្នឹងគឺជាថ្មវេទមន្តនៃការប្រាថ្នាហើយដើម្បីអាចចូលទៅប្រយុទ្ធជាមួយនឹងបិសាចនៅក្នុងរូងភ្នំនោះបានពេលនោះ Root ហ្នឹងគឺត្រូវតែបង្កើតនៅក្រុមមួយអាចចូលទៅប្រយុទ្ធជាមួយនឹងបិសាចដែលស្ថិតនៅក្នុងរូងភ្នំនោះបានហើយចំណែកឯសមាជិកដែល Root ហ្នឹងគឺនឹងរើសពួកគេវិញគឺជាសមាជិកនៃក្រុមចាស់របស់គេនឹងឯង Root ហ្នឹងគឺនឹងធ្វើការកោះហៅពួកគេដើម្បីមកចូលក្រុមរបស់ខ្លួនហើយក្រោយមកយើងក៏មកដល់នៅក្រុមរបស់ Root នៅពេលដែលពួកគេហ្នឹងគឺបានជួបជុំគ្នាហើយសមាជិកនៃក្រុមរបស់ Root ហ្នឹងពួកគេក៏ចាប់ផ្ដើមណែនាំខ្លួនទៅកាន់ Luna បានស្គាល់ Neri មានសក់ពណ៌ខៀវហើយភ្នែកពណ៌ក្រហមនេះវិញគឺនាងមានឈ្មោះថា Lily ចំណែកឯ Neri ដែលមានសក់ពណ៌ខៀវដូចជាមួយនឹងភ្នែកពណ៌ខៀវនេះវិញគឺនាងមានឈ្មោះថា Lilia ហើយពួកគេទាំងពីរនាក់ហ្នឹងគឺជាបងប្អូនភ្លោះជាមួយនឹងគ្នាហើយចំណែកឯប៉ែននេះវិញគេហ្នឹងគឺមានឈ្មោះថា Sugar ពីពួកគេក៏បានណែនាំខ្លួនទៅកាន់ Luna ហើយនឹងណាក៏បានណែនាំខ្លួនទៅកាន់ពួកគេវិញម្ដងនាងក៏បាននិយាយថារីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នាគឺពេលនោះ Sugar ក៏បានបើកនៅជំរងតង់របស់ពួកគេនៅពេលនោះគឺយើងបានឃើញជាមួយនឹងអពៈខែ Craft ដែលនៅទីនោះបន្ទាប់ពី Root ក៏បានឃើញជាមួយនឹងវត្តមានរបស់អពៈខែ Craft Flame បានធ្វើឲ្យគេនឹងគឺមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលនោះ Nin ក៏បានចូលទៅសួរទៅកាន់អពៈខែ Craft ថាលោកមកជួប Root នៅទីនេះគឺមានការអ្វីតែលោកនឹងគឺបានបណ្ដេញ Root ឲ្យតាយមិនបានជាមកជួបគេម្ដងទៀតបន្ទាប់មក Root ក៏បានចូលមកនិយាយសម្រួលទៅកាន់ Nin ដែលឲ្យ Nin នឹងគឺស្ងប់ចិត្ត Root គេក៏បានសួរទៅកាន់អពៈខែ Craft ថាតើឯងមកទីនេះគឺមានការអ្វីហើយអពៈខែ Craft នឹងក៏បានឆ្លើយតបទៅកាន់គេវិញថានឹងគឺបានលើកថា Root គឺចង់ចូលទៅកម្ចាត់ទៅកាន់បិសាចដែលនៅក្នុងរូងភ្នំពួកបិសាចដែលនៅក្នុងរូងភ្នំពួកវានឹងគឺពិតជាសាហាវខ្លាំងណាស់ហើយខែ Craft គេនឹងក៏បានជូនពរឲ្យ Root នឹងគឺទទួលបានជោគជ័យតាមក៏ពិតទៅអពៈខែ Craft នឹងគឺថាគេមកទីនេះមិនមែននិយាយតែរឿងប៉ុណ្ណឹងនោះទេតែគេមកទីនេះដើម្បីមានគោលបំណងសុំទោសទៅកាន់ Root ដែលបានបណ្ដេញ Root ចេញពីក្រុមតែគេនឹងគឺមិនអាចនិយាយពាក្យសុំទោសទៅកាន់ Root បាននោះទេពេលនោះ Lily និង Lilia ពួកគេនឹងក៏បានចូលមកនិយាយប្រាប់ទៅកាន់ Root ថាពិតទៅខែ Craft មកទីនេះមិនមែនមកនិយាយតែរឿងប៉ុណ្ណឹងនោះទេគេនឹងគឺចង់និយាយសុំទោសទៅកាន់ Root ក៏តែគេនឹងគឺធាននិយាយទៅពេលនោះខែ Craft នឹងក៏បានហាងព័ទ្ធទៅកាន់ពួកគេទាំងពីរកុំឲ្យនិយាយរឿងមួយនេះចេញមកនៅពេលដែល Root នឹងគឺរៀបដំណើរចាក់ចេញទៅហើយនឹងអពៈខែ Craft គឺបានបញ្ឈប់ទៅកាន់ Root បន្ទាប់មកគេក៏ចាប់ដើមនិយាយសុំទោសទៅកាន់ Root ដែលបានបណ្ដេញ Root ចេញពីក្រុមគេនឹងគឺពិតជាមានកំហុសខ្លាំងណាស់ដែលបានបណ្ដេញ Root ចេញហើយក្រោយមកនឹងយើងក៏មកដល់នៅពេលដែលពួកគេនឹងគឺបានមកដល់នៅរោងភ្នំបិសាចពួកគេនឹងក៏បានដើរចូលទៅក្នុងរោងភ្នំមួយនោះពេលដែលពួកគេក៏បានដើរចូលទៅក្នុងរោងភ្នំបិសាចនោះពួកគេនឹងក៏បានជួបជាមួយនឹងរង្វង់វេទមន្តមួយបន្ទាប់មកពួកគេទាំងអស់គ្នានឹងក៏បានឈរនៅលើរង្វង់វេទមន្តមួយនោះនេះនឹងក៏បាននិយាយថារង្វង់វេទមន្តមួយនេះនឹងបញ្ជូនពួកគេទៅកាន់ជាន់បិសាចទី1បន្ទាប់មករង្វង់វេទមន្តមួយនោះក៏បានបញ្ជូនពួកគេមកកាន់ជាន់បិសាចទី1ពេលនោះរង្វង់វេទមន្តក៏ត្រូវបានរលាយពេលនោះក៏បានធ្វើឲ្យ Luna នឹងគឺមានការឆាយខ្លាំងបន្ទាប់ពីរង្វង់វេទមន្តមួយនោះគឺត្រូវបានរលាយបែបនេះពួកគេនឹងគឺនឹងត្រឡប់ទៅវិញបានដោយរបៀបណាហើយនៅពេលនោះនេះក៏បាននិយាយទៅកាន់ Luna ថាមិនចាំបាច់ឲ្យនេះនឹងគឺភ័យនឹងព្រួយបារម្ភនោះទេព្រោះដោយសារតែ Lily នឹងគឺមាន skill វេទមន្តមួយដែលមានឈ្មោះថា Dungle Walk ម្ល៉េះរង្វង់វេទមន្តនីមួយៗយើងនឹងគឺត្រូវតែតាមស្វែងរកវាតែចំណែកឯ skill របស់ Lily ដែលមានឈ្មោះថា Dungle Walk នេះវិញទីគឺអាចបង្កើតនៅរង្វង់វេទមន្តបានដោយសេរីចំណែកឯរង្វង់វេទមន្តរបស់ Lily វានឹងគឺអាចផ្ទុកមនុស្សទៅដល់6នាក់ហើយនេះក៏បានបញ្យល់ទៅកាន់ Luna ថែមទៀតថារង្វង់វេទមន្តរបស់ Lily វានឹងក៏ស្តៀងទៅនឹងវេទមន្តផ្សេងៗទៀតផងដែរហើយនេះក៏បានបង្ហាញនៅរង្វង់វេទមន្តដែលស្តៀងទៅនឹងរង្វង់វេទមន្ត Dungle Walk ផងដែរពេលនោះ Luna ក៏បានរៀននៅ skill វេទមន្តមួយនោះតាមនេះផងដែរបន្ទាប់មកក៏បានធ្វើឲ្យ Luna នឹងគឺបានបង្កើតនៅរង្វង់វេទមន្តបានដូចជានេះផងដែរពេលដែលពួកគេកំពុងតែឈរនៅជុំគ្នានឹងភ្លាមនោះក៏សាប់តែមានបិសាចខំនាងកងនឹងគឺបានបង្ហាញខ្លួនបន្ទាប់មក Root ក៏ចាប់ផ្ដើមបែងចែកនៅភារកិច្ចរបស់ពួកគេរៀងៗខ្លួនដើម្បីធ្វើការប្រយុទ្ធជាមួយនឹងបិសាចខំនាងកង Lilia ឬជាមួយនឹង Sugar នឹងពួកគេគឺមានសិទ្ធិនៅក្នុងការនាំមុខឯនេះឬជាមួយនឹង Lily ពួកគេនឹងគឺនៅចាំ support នៅខាងក្រោយហើយ Luna នៅឈរនៅចំណុចកណ្ដាលដើម្បីការពារបន្ទាប់មកពួកគេនឹងក៏បានរៀបនៅក្បួនប្រយុទ្ធរបស់ពួកគេនៅពេលនោះបិសាចខំនាងកងក៏បានបើកការវាយប្រហារទៅកាន់ពួកគេក៏បានយកខែរបស់គេការពារពីការវាយប្រហាររបស់បិសាចខំនាងកងបន្ទាប់មកគេក៏បានយកដាវហើយក្រាបទៅកាន់បិសាចខំនាងកងឯ Lilia ក៏បានប្រើប្រាស់នៅ skill របស់នាងហើយបានដកដាវនឹងក្រាបទៅកាន់បិសាចខំនាងកងតទៅពីពួកគេក៏បានយកឈ្នះបិសាចខំនាងកងហើយនឹងគេក៏បានបង្កើតនៅរង្វង់វេទមន្តហើយធ្វើដំណើរទៅកាន់ជាន់បិសាចទី2ពេលដែលពួកគេក៏បានមកដល់នៅជាន់បិសាចទី2នឹងពួកគេបានជួបជាមួយនឹងបិសាចមួយដែលវានឹងគឺជាបិសាច Dinosaur ហើយបិសាច Dinosaur នេះវានឹងគឺពិតជាមានល្បឿនលឿនខ្លាំងបើទោះបីជាបិសាច Dinosaur នឹងគឺមានល្បឿនលឿនយ៉ាងណាក៏ដោយពួកគេនឹងគឺនៅតែអាចកម្ចាត់ទៅកាន់វាបានបន្ទាប់មកពួកគេនឹងក៏បានបន្តទៅដល់ជាន់បន្តទៀតតាមប្រយោគគ្នារបស់ពួកគេនៅជាន់បិសាចនីមួយៗនឹងត្រូវបានខ្លមមើលដល់នរណាម្នាក់ផងដែរតមកនៅពេលដែលពួកគេគឺបានមកដល់នៅជាន់ទី9នឹងក៏បាននិយាយទៅកាន់ពួកគេថាខ្ញុំនឹងគឺពិតជាអាត្មានិយម
ងខ្លាំងណាស់ដែលនាំអ្នកទាំងអស់គ្នាមកលំបាកជាមួយនឹងខ្ញុំបែបនេះតែចង់បានផលប្រយោជន៍តែខ្លួនឯងប៉ុណ្ណោះតែពួកគេនឹងគឺបាននិយាយប្រាប់ទៅកាន់រូតថារូតនឹងគឺមិនមែនជាមនុស្សអាត្មានិយមនោះទេរូតធ្វើបែបនេះគឺគ្រាន់តែចង់ការពារនិងព្យាបាលទៅកាន់ប្អូនស្រីរបស់គេប៉ុណ្ណោះហើយរូតនឹងគឺមិនមែនជាមនុស្សដែលអាត្មានិយមនោះទេពួកយើងទាំងអស់គ្នានឹងគឺនឹងនៅតែបន្តជួយលោករហូតដល់ពួកយើងនឹងគឺទទួលបានជោគជ័យដល់ពីរូតក៏បានលើចឹងគេនឹងក៏បានសប្បាយចិត្តដល់មកពួកគេទាំងអស់គ្នានឹងក៏បានបន្តដំណើរទៅកាន់ជាន់បិសាចទី10ពីពួកគេក៏បានមកដល់នៅជាន់បិសាចទី10ហ្នឹងគេគឺបានឃើញថានៅទីនោះគឺពោពេញទៅដោយភាពងងឹតហើយវានឹងគឺពិតជាមានទីកន្លែងធំខ្លាំងណាស់ភ្លាមនោះក៏ស្រាប់តែមានបរិយាម្នាក់ក៏បានបង្ហាញខ្លួនតែពេលហ្នឹងហើយគឺជាអ្នកដែលមើលរាល់សកម្មភាពរបស់ពួកគេប្រយុទ្ធគ្នាជាមួយនឹងបិសាចបន្តមកក៏ពេលម្នាក់ហ្នឹងក៏បាននិយាយទៅកាន់ពួកគេថាមិននឹកស្មានថាគឺមានអ្នកផ្សងព្រេងដែលខ្លាំងគឺបានមកដល់នៅទីនេះនោះទេរូតក៏បានសួរទៅកាន់ Marius ថាខ្ញុំគឺបានលើថាលោកគឺគួរតែស្ថិតនៅក្នុងជាន់ទី5បន្តមក Marius ក៏បានឆ្លើយតបទៅកាន់រូតថាខ្ញុំគឺបានគិតថាអ្នកគឺជាដៃគូខ្លាំងសម្រាប់ខ្ញុំដូច្នេះហើយខ្ញុំនឹងគឺនៅរងចាំអ្នកនៅក្នុងជាន់ទី10ហើយវានឹងក៏ជាជាន់ចុងក្រោយនៃការប្រយុទ្ធគ្នារបស់រូតផងដែរហើយនៅទីកន្លែងនេះវានឹងក៏ជាកន្លែងដែលខ្ញុំនឹងគឺនឹងបញ្ចេញនៅសមត្ថភាពពិតរបស់ខ្ញុំដែរពេលដែលខ្ញុំបញ្ចេញនៅសមត្ថភាពពិតរបស់ខ្ញុំនឹងគឺនឹងខ្លាចទៅជាបិសាចពេញលេញហើយ Marius ក៏បាននិយាយទៅកាន់រូតថាបើសិនជាឯងមិនចង់ស្លាប់នោះទេឯងគឺគួរតែប្រើប្រាស់នៅរបស់ឯងកិច្ចពីការវិភាគរបស់យើងទៅយើងគឺនឹងចាំមើលថាឯងនឹងគឺអាចយកឈ្នះយើងបានដែរឬទេទៅពេលនោះរូតក៏បាននិយាយទៅកាន់ Marius ថាគេមកទីនេះមិនមែនមកប្រយុទ្ធគ្នាជាមួយនឹងគេនោះទេក៏ប៉ុន្តែអាពេល Marius នឹងគឺមិនបានស្ដាប់នឹងការនិយាយរបស់រូតនោះទេហើយបន្តមកគេនឹងក៏បានបើកការវិភាគទៅកាន់រូតយកតែម្ដងដោយសារតែរបួនរបស់គេនឹងគឺលឿនខ្លាំងពេកដែលធ្វើឲ្យរូតនឹងគឺពិបាកទប់ទល់ខ្លាំងមែនទែនបន្តមកក្រុមរបស់រូតនឹងពួកគេក៏បានរៀបចំនៅក្បួនប្រយុទ្ធរបស់ពួកគេហើយបន្តមកពួកគេទាំងអស់គ្នាក៏បានបើកការវិភាគទៅកាន់ Marius ក៏ប៉ុន្តែការវិភាគរបស់ពួកគេនឹងគឺមិនអាចធ្វើអ្វីបានទៅកាន់ Marius នោះទេនៅពេលនោះផងដែរក៏ស្រាប់តែអាប៉ែ Marius នឹងក៏បានបង្ហាញនៅធម្មពលរបស់គេហើយបន្តមក Marius ក៏បានប្រែខ្លួនរបស់គេឲ្យក្លាយទៅជាបិសាចពេញលេញតែម្ដងពី Marius គឺបានប្រែខ្លួនរបស់គេឲ្យក្លាយទៅជាបិសាចហើយរាងកាយដែលជាបិសាចរបស់គេនឹងគឺពិតជាធំខ្លាំងណាស់នៅពេលនោះរូតនឹងក៏បាននឹកឃើញទៅដល់ប្អូនស្រីរបស់គេពេលណារូតក៏បាននឹកឃើញទៅដល់ Menesia គេនឹងក៏បាននិយាយជាមួយនឹងខ្លួនឯងថាគេនឹងគឺមិនអាចត្រឡប់ទៅវិញបាននោះទេបន្តមករូតក៏បានបែងចែកនៅភារកិច្ចរបស់ពួកគេដែល Lily រួមជាមួយនឹង Lilia ពួកគេនឹងគឺត្រូវតែរួមដៃគ្នាដើម្បីយកឱកាសល្អហើយវិវាហារកាន់ Marius រួមជាមួយនឹង Sugar และ Wei ទាំងពីរគឺត្រូវតែចូលបើកមុខដើម្បីឲ្យ Lily រួមជាមួយនឹង Lilia គឺមានឱកាសនៅក្នុងការវិវាហាហើយចំណែកឯ Nen រួមជាមួយនឹង Luna และ វិញទាំងពីរគឺមានភារកិច្ចដើម្បី support ពួកគេទាំង4នាក់នៅខាងក្រោយទៅពេលនោះ Lily ក៏បានប្រើប្រាស់នៅវេទមន្តខ្យល់របស់នាងមក Lilia ក៏បានលោតទៅលើវេទមន្តខ្យល់របស់ Lily នោះ Lily នឹងក៏បានដកដៃរបស់នាងហើយបានកាប់ទៅលើ Marius ពេលនោះ Luna ក៏បានប្រើប្រាស់នៅវេទមន្តរបស់នាងហើយធ្វើការ support ទៅកាន់ Sugar រួមជាមួយនឹង Root ពេលនោះ Root ក៏បានបើកការវិភាគ Marius នៅពីខាងក្រៅខ្នងតែពេលនោះគឺត្រូវ Marius នឹងគឺបានដឹងមុនហើយគេនឹងគឺរៀបនឹងវិភាគទៅកាន់ Root ទៅហើយនៅពេលនោះក៏ត្រូវបាន Luna នឹងបានប្រើប្រាស់វេទមន្តរបស់នាងហើយការពារទៅកាន់ Root ពេលនោះ Root ក៏បានដកដៃរបស់គេហើយបានធ្វើការកម្មទៅកាន់ Marius ប៉ុន្តែបន្ទាប់ពី Root នឹងគឺបានកម្មទៅកាន់ Marius វានឹងក៏មិនបានបង្ករបួសអីទៅកាន់គេនោះទេមក Marius ក៏បានប្រើប្រាស់នៅវេទមន្តរបស់គេក៏បានបញ្ជាឲ្យដុតថ្មជាច្រើនវិភាគទៅកាន់ពួកគេតែនៅពេលដែល Marius គឺបានប្រើប្រាស់នៅវេទមន្តរបស់គេហើយវិភាគទៅកាន់ពួកគេនឹងពេលនោះគឺត្រូវបាន Root នឹងបានប្រើប្រាស់ខែរបស់គេហើយបានការពារគ្រប់គ្នាហើយ Root ក៏បានសួរទៅកាន់សមាជិករបស់គេថាតើពួកគេមិនអីទេតែមែនទេតែនៅពេលនោះ Lily នឹងក៏បានដួល Lily នឹងក៏បានឆ្លើយថានេះនឹងគឺមិនអីនោះទេនៅពេលនោះផងដែរក៏ស្រាប់តែ Marius ក៏បានពីវិហារទៅកាន់ Sugar ហើយ Root ក៏បានចូលទៅសួរទៅកាន់ Sugar ថាតើគេនឹងគឺមិនអីទេមែន Sugar ក៏បានឆ្លើយតបទៅកាន់គេវិញថាគេនឹងគឺមិនអីនោះទេក៏តែយើងងាកមើលទៅកាន់ការកាន់ដាវរបស់ Sugar នៅវិញថាគេនឹងគឺកាន់ដាវសឹងតែមិនជាប់ផងហើយ Root ក៏បានសម្លឹងមើលទៅកាន់សមាជិករបស់គេគ្រប់គ្នាហើយ Root ក៏បានសម្លឹងមើលទៅកាន់គ្រប់គ្នាថាពួកគេនឹងគឺមានការអស់កម្លាំងជាខ្លាំងនៅពេលនោះ Root នឹងក៏បានគិតថាគេនឹងគឺមិនគួរណានាំពួកគេនឹងគឺមកលំបាកជាមួយនឹងគេនោះទេហើយបន្តមក Root ក៏បាននិយាយប្រាប់ទៅកាន់ពួកគេឲ្យពួកគេនឹងគឺដកថយត្រឡប់ទៅវិញតែនៅពេលនោះគ្រប់គ្នាក៏បានក្រោកឈរឡើងហើយពួកគេនឹងក៏បាននិយាយទៅកាន់ Root ថាបានជា Root នឹងគឺឆាប់បោះបង់ម្លេះហើយពួកយើងគ្រប់គ្នាគឺនៅតែអាចតស៊ូបានទោះបីជាពួកយើងគឺត្រូវស្លាប់នៅទីនេះក៏ដោយថាពួកយើងនឹងគឺត្រូវតែតស៊ូជាមួយនឹងគ្នាដល់ទីបញ្ចប់នៅពេលនោះ Root ក៏បាននឹកឃើញទៅដល់ប្អូនស្រីរបស់គេតមកក៏បានធ្វើឲ្យ Root នឹងគឺមានកម្លាំងចិត្តដើម្បីប្រយុទ្ធឡើងមកវិញតែពេលនោះផងដែរក៏ស្រាប់តែ Lily រួមជាមួយនឹង Lilia ពួកគេនឹងក៏បានថោកគ្នាហើយនៅពេលនោះផងដែរក៏ស្រាប់តែធ្វើឲ្យពួកគេទាំងពីរនាក់ក៏បានរួបគ្នាជាមនុស្សតែមួយតពីពួកគេក៏បានរួបគ្នាជាមនុស្សតែមួយហើយពួកគេនឹងក៏បានបើកការវិវាហាទៅកាន់ Marius ហើយនៅភ្លាមនោះ Root នឹងក៏បានដកដៃរបស់គេហើយបានធ្វើការកាប់ទៅកាន់ Marius ហើយបន្តមកក៏បានធ្វើឲ្យកម្លាំងរបស់ Marius គឺបានធ្លាក់ថយចុះពេលដែល Root ក៏បានឃើញថា Marius គឺដូចជាមានការអស់កម្លាំងនៅក្នុងការប្រយុទ្ធបែបនេះក៏បានស្រែកប្រាប់ឲ្យសមាជិករបស់គេគ្រប់គ្នានឹងគឺបើក
ការវិវហាព្រមគ្នាតែម្ដងហើយបន្តមកពួកគេទាំងអស់គ្នានឹងក៏បានបើកការវិវហាព្រមគ្នាតែម្ដងហើយជាចុងក្រោយរូតនឹងក៏បានដកដៃរបស់គេកាប់ទៅកាន់ Marius ហើយបន្តមកក៏បានធ្វើឲ្យពួកគេនឹងក៏បានយកឈ្នះនៅក្នុងការវាយគ្នាមួយនេះតទៅពីពួកគេក៏បានយកឈ្នះទៅកាន់ Marius ហើយក៏បានធ្វើឲ្យផ្ទៃមេឃទាំងមូលនឹងគឺបានប្រែក្លាយជាមានពន្លឺវិញបន្ទាប់ពីការវាយគ្នាគឺត្រូវបានបញ្ចប់ Marius គឺបាននិយាយសរសើរទៅកាន់ពួកគេហើយការវាយគ្នារបស់ពួកគេជាក្រុមតែមួយនឹងគឺពិតជាអស្ចារ្យខ្លាំងណាស់បន្តមករូតក៏បាននិយាយប្រាប់ទៅកាន់ Marius ថាពិតទៅគេមកទីនេះមិនមែនដើម្បីមកប្រយុទ្ធជាមួយនឹង Marius ទេតែគេមកទីនេះដើម្បីស្នើសុំយកនៅថ្មវេទមន្តអំពី Marius ហើយវានឹងគឺជាថ្មវេទមន្តនៃសេចក្តីប្រាថ្នាបន្តមក Marius ក៏បានយកថ្មវេទមន្តមួយនោះបង្ហាញទៅកាន់រូតហើយបានសួរទៅកាន់រូតថាតើមួយនេះតែមែនទេគេនឹងក៏បានប្រកួតថ្មវេទមន្តមួយនោះឲ្យទៅកាន់រូតទៅហើយបន្តមក Marius ក៏ចាប់ផ្ដើមនិយាយអំពីថ្មវេទមន្តមួយនេះហើយវានឹងគឺជាថ្មវេទមន្តនៃសេចក្តីប្រាថ្នាពេលដែលនរណាម្នាក់គឺទទួលបាននៅថ្មវេទមន្តមួយនេះពេលនោះពួកគេនឹងគឺអាចសុំនៅសេចក្តីប្រាថ្នារបស់ពួកគេបានសេចក្តីប្រាថ្នាដែលអាចសុំបាននោះវានឹងគឺមានត្រឹមតែមួយប៉ុណ្ណោះដូច្នេះហើយ Marius ក៏បាននិយាយទៅកាន់រូតថាមករូតនឹងគឺទទួលបាននៅសេចក្តីប្រាថ្នារបស់គេតាមគំនិតប្រាជ្ញាពេលនោះរូតក៏បានហុចដៃឲ្យ Marius ចៅរូតនឹងក៏បាននិយាយទៅកាន់ Marius ថាគេគឺថា Marius គឺនៅតែបន្តធ្វើវាបន្តទៀតហើយបន្តមកពួកគេទាំងពីរនាក់នឹងក៏បានចាប់ដៃនិងសហការគ្នាហើយក្រោយមកបន្ទាប់ពីរូតនឹងក៏បានមកដល់ផ្ទះរបស់គេវិញនឹងមីសៀបានសួរទៅកាន់រូតដោយសេចក្តីបារម្ភថារូតទៅកំចាត់បិសាចនឹងគឺមានរបួសត្រង់ណាខ្លះប៉ុន្តែរូតគេបានឆ្លើយថាគេនឹងគឺមិនអីនោះទេពេលនោះរូតក៏បានបកគោនៅថ្មវេទមន្តឲ្យទៅកាន់មីនីសៀគេក៏បានប្រាប់ទៅកាន់មីនីសៀថានេះគឺជាថ្មវេទមន្តនៃសេចក្តីប្រាថ្នាពេលដែលដឹងចឹងភ្លាមមីនីសៀនឹងក៏បានហុចនៅថ្មវេទមន្តនោះបកគោឲ្យទៅកាន់រូតវិញដោយសារតែនាងគឺចង់ឲ្យរូតនឹងគឺបំពេញនៅសេចក្តីប្រាថ្នារបស់គេនៅពេលនោះរូតក៏បានឆ្លើយតបទៅកាន់មីនីសៀវិញថាទោះបីជានាងនឹងគឺបានបកគោនៅថ្មវេទមន្តឲ្យមកកាន់គេក៏ដោយខាងគេនឹងគឺនៅតែសុំសេចក្តីប្រាថ្នាហើយសុំឲ្យមីនីសៀនឹងគឺនាងមានសុខភាពល្អតមកមីនីសៀក៏បានយកនៅថ្មវេទមន្តនៃសេចក្តីប្រាថ្នាហើយដាក់នៅចិត្តទ្រូងរបស់នាងតមកមីនីសៀក៏បានសុំឲ្យខ្លួនឯងនឹងគឺជាសះស្បើយឡើងមកវិញតពីមីនីសៀក៏បានសុំនៅសេចក្តីប្រាថ្នារបស់គេហើយនឹងរូតបានសួរទៅកាន់មីនីសៀថាតើនាងយ៉ាងម៉េចហើយពេលនោះមីនីសៀក៏បានលោតឲ្យរូតមើលថានាងនឹងគឺមិនអីទេឥឡូវនេះហើយឃើញថានាងនឹងគឺបានជាសះស្បើយហើយតែឃើញចឹងក៏បានធ្វើឲ្យរូតនឹងគឺមានការសប្បាយចិត្តហើយបន្តមករូតក៏បានធ្វើការអោបទៅកាន់មីនីសៀហើយគេនឹងក៏បាននិយាយទៅកាន់នាងថានឹងនៅតែបន្តតស៊ូដើម្បីព្យាបាលប្អូនស្រីរបស់ខ្ញុំឲ្យជាសះស្បើយអូខេអ្នកទាំងអស់គ្នាចឹងសាច់រឿងរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានសម្លេងរំខានពីខាងក្រៅអីក៏សូមអ្នកទាំងអស់គ្នាអធិស្ឋានខ្ញុំផងអូខេហើយចឹងវីដេអូរបស់ខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ